គាត់មិនទាន់ស្លាប់ទេ anh chỉ khmeng một pin nè ទីនេះជាមន្ទីរពេទ្យឯកជនរបស់ត្រកូលជូតើដល់វេនអញមកចាត់ចែងនៅទីនេះតាំងពីអង្ការ anhធ្វើស្អីហ្នឹងឪពុករបស់ខ្ញុំគាត់ស្លាប់ហើយ ខ្ញុំប្រាប់ហើយថាគាត់មិនទាន់ស្លាប់ទេគាត់នៅជំពាក់តែខ្ញុំមួយពេងគាត់មិនអាចស្លាប់បានទេខ្ញុំមកហើយដល់ពេលដែលលោកត្រូវភ្ញាក់ហើយរស់ហើយពិតជារស់ឡើងវិញមែន មិននឹងអត្តរូតត្រកូលជោយើងមានមន្ទីរពេទ្យល្អបំផុតនៅទីក្រុងគីមជូពេទ្យសុទ្ធតែជាអ្នកជំនាញដែលជួមកពីជុំវិញពិភពលោកពួកគាត់សុទ្ធតែបញ្ជាក់ថាលោកម្ចាស់ធំស្លាប់ហើយមិននឹងអាចទៅរួចដែលក្មេងម្នាក់នេះមិនមែនទេวันนี้មានរឿងអីកើតឡើងមានអ្នកណាឃើញច្បាស់លើខ្លួនរបស់គាត់ថា